ក្នុងឆ្នាំសិក្សា2025-2026នេះបានសហការជាមួយក្រសួងអប់រំយុវជននិងកីឡាសាកល្បងអនុវត្តគន្លងវិជ្ជាជីវៈនៅកម្រិតមធ្យមសិក្សាទុតិយភូមិនៅតាមវិទ្យាល័យចំនួន49លើជំនាញគណនេយ្យនិងព័ត៌មានវិទ្យាដែលនេះគឺជាការធ្វើបរិវត្តកម្មប្រព័ន្ធអប់រំនិងប្រព័ន្ធ TVET ក្នុងគោលបំណងផ្សារភ្ជាប់ការអប់រំចំណេះដឹងទូទៅជាមួយនឹងការអប់រំបណ្ដុះបណ្ដាលបច្ចេកទេសវិជ្ជាជីវៈនិងជាការអនុញ្ញាតឲ្យសិស្សមានជម្រើសកាន់តែទូលំទូលាយក្នុងការជ្រើសរើសគន្លងអប់រំរបស់ខ្លួនក្នុងឆ្នាំសិក្សា2026-2027ខាងមុខនេះក្រសួងទាំងពីរនឹងពង្រីកកម្មវិធីគន្លងវិជ្ជាជីវៈលើជំនាញបច្ចេកទេសនៅវិទ្យាល័យចំនួន5ទៀតដែលនៅក្បែរតំបន់សេដ្ឋកិច្ចពិសេសឬសួនឧស្សាហកម្មដើម្បីគាំទ្រដល់ការផ្គត់ផ្គង់កម្លាំងពលកម្មជំនាញដល់រោងចក្រសហគ្រាសដែលនៅក្បែរវិទ្យាល័យទាំងនោះ6បានកែលម្អវិធីសាស្ត្ររៀននិងវិធីសាស្ត្របង្រៀនតាមរយៈការដាក់ឲ្យប្រើប្រាស់កម្មវិធីសិក្សាផ្អែកលើសមត្ថភាព competency based ផ្អែកលើ module ផ្អែកលើគម្រោង project based និងផ្អែកលើការងារ work based តាមវិធីសាស្ត្ររៀនត្រឡប់ dual training ដែលអាចរៀននៅសាលាផងកន្លែងធ្វើការងារផងនិងរៀនពីចម្ងាយតាមថ្នាល digital ផង